ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin មានការ love នឹងមកបន្តសាច់រឿងយីមួយយើងភាគទី47ដែលជាភាគបន្តជូនដល់អ្នកទាំងអស់គ្នាចឹងកុំឲ្យរងចាំយូរតើយើងទៅបន្តសាច់រឿងរបស់យើងទាំងអស់គ្នាណាដោយផ្ដើមភាគទី47ហ្នឹងគឺបានបង្ហាញថារាជទីយាតកុងឆេហ្នឹងហើយនឹងយីមូបានត្រឡប់មករាជវាំងវិញហើយចំណែកឯការធ្វើដំណើរយើងត្រឡប់មកវិញហ្នឹងគឺតាមរយៈផ្លូវតាក់គឺប្រែកដែលយីមូរបស់ពួកយើងបានជីកហ្នឹងណាអមជាមួយនឹងការធ្វើដំណើរត្រឡប់មករាជធានីវិញហ្នឹងយីមូក៏បានដឹកនាំប្រជារាស្ត្រមកជាមួយខ្លួនផងដែរត្រង់ចំណុចហ្នឹងគឺ admin ចង់បញ្ជាក់ថាយីមូដឹកនាំប្រជារាស្ត្រមកហ្នឹងមិនមែនដើម្បីមកបះបោរប្រឆាំងជាមួយនឹងស្ដេចអីទេក្នុងលក្ខខណ្ឌហ្នឹងគឺថាយីមូអាចយកប្រជារាស្ត្រហ្នឹងមកធ្វើជាសាក្សីរបស់ខ្លួនអីចឹងទៅភ្លាមៗហ្នឹងគឺថាយីមូក៏បានមកដល់រាជធានីហើយដោយជិះសំពៅក្បាលនាគមកហើយនៅពេលដែលសំពៅមកដល់កំពង់ផែចឹងហើយគឺប្រកាសណាថាគេនឹងរៀបចំចងវាអីចឹងទៅបើមិនចឹងទេហ្នឹងប៉ាងតាមខ្យល់ទៅបាត់លើហើយរឿងសំពៅហ្នឹង admin មិនសូវដឹងទេចឹងហើយ admin និយាយតាមអីដែល admin មើលឃើញក្នុងរឿងហ្នឹងឯណាចឹងបើមានកំហុសខុសឆ្គងអីកុំប្រកែកប្រកាន់ admin អីអូខេអញ្ចឹងតោះយើងមកបន្តសាច់រឿងរបស់យើងទាំងអស់គ្នាហើយនៅពេលដែលសំពៅបានចូលចតហើយអញ្ចឹងហើយមនុស្សម្នាក់ទាំងមូលដែលនៅក្នុងទីក្រុងហ្នឹងគេអត់បានឃើញសំពៅធំអញ្ចឹងគេក៏នាំគ្នាភ្ញាក់ផ្អើលថាវាជាសំពៅដែលធំដែលពួកគេដែលឃើញអីចឹងទៅហើយសំពៅហ្នឹងក្បាលនាគទៀតអញ្ចឹងវាអស្ចារ្យសម្រាប់គេអញ្ចឹងណាអាយីមួយវិញគឺថាពេលមកដល់ទីតាំងហើយគឺអត់ខ្ចីចុះពីលើសំពៅរបស់ខ្លួនទេគឺនៅឈរលើសំពៅហ្នឹងដើម្បីនិយាយឆ្លើយឆ្លងជាមួយនឹងស្ដេចតែហ្មងព្រះអង្គពួកយើងខានជួបគ្នាយូរហើយកងយីមូតើឯងកំពុងធ្វើស្អីហ่าល្អណាស់ឯងពិតជាក្លាហានដែលហ៊ានបង្កើតសំពៅក្បាលនាគបែបនេះតើឯងចង់បះបោរតើមែនទេត្រូវហើយព្រះប៉ម្ចាស់ខ្ញុំមិនហ៊ានធ្វើនោះទ្រង់ក៏ដឹងហើយថាខ្ញុំម្ចាស់ធ្លាប់ធ្វើរឿងដែលធំជាងនេះទៅទៀតព្រះអង្គពេលនេះខ្ញុំម្ចាស់បានត្រឡប់មករាជធានីវិញហើយខ្ញុំម្ចាស់មានរឿងជាច្រើនណាស់ដើម្បីតែចោទប្តឹងដល់ព្រះអង្គដូច្នេះហើយខ្ញុំម្ចាស់សូមឲ្យទ្រង់ជួយដោះស្រាយបញ្ហានេះឲ្យខ្ញុំម្ចាស់ផងតើបានទេព្រះអង្គតើឯងចង់ប្តឹងយើងរឿងអីឆាប់និយាយមកសូមបើកវងកញ្ចក់មួយអ្នកទាំងអស់គ្នា admin ចង់បញ្ជាក់អ្នកទាំងអស់គ្នាបន្តិចថាត្រង់កន្លែងហ្នឹងបានជា admin ឲ្យយីមួមិនហៅព្រះបិតាបែរជាហៅព្រះអង្គចឹងវិញដោយសារតែ admin ចង់បញ្ជាក់អ្នកទាំងអស់គ្នាថាក្នុងចំណុចហ្នឹងគឺយីមូគឺជាមន្ត្រីរបស់ព្រះអង្គមិនមែនជាបុត្រទេអញ្ចឹង admin សូមបិទវងកញ្ចក់ធំហ្នឹងហើយបន្តសាច់រឿងយើងបន្តទៀតក្រាបទូលព្រះអង្គខ្ញុំម្ចាស់មានរឿងបណ្ដឹង3សូមទ្រង់សន្តាប់ឯងឆាប់និយាយមកបើយើងអាចដោះស្រាយបានយើងនឹងដោះស្រាយឲ្យតែបើរឿងទាំងអស់នោះវាមិនស័ក្តិសមនោះយើងនឹងដាក់ទោសឯងក្រាបទូលព្រះអង្គសម្រាប់បណ្ដឹងទី1ដែលខ្ញុំម្ចាស់ចង់ចោទប្តឹងនោះគឺជារឿងរបស់រាជទីយាតព្រះអង្គសូមទ្រង់ជ្រាបរាជទីយាតនិងខ្ញុំម្ចាស់បានខិតខំប្រឹងប្រែងណាស់ដើម្បីតែសាងសង់ប្រែកទាំងយប់ទាំងថ្ងៃតែជំនួសឲ្យការខិតខំប្រឹងប្រែងទាំងអស់នោះមានមនុស្សអាក្រក់មួយចំនួនបានព្យាយាមញុះញង់បំបែកបំបាក់និងរៀបចំឧបាយកលចោទប្តឹងរាជទីយាតហើយថែមទាំងបានព្យាយាមទាញយកផលប្រយោជន៍ពីការខិតខំរបស់ទ្រង់ថែមទៀតរឿងដែលពួកគេបានធ្វើនោះគឺគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ឯបណ្ដឹងទី2នោះគឺខ្ញុំម្ចាស់ចង់ចោទប្តឹងមន្ត្រីមួយចំនួនព្រោះថាពួកគេមិនបានបំពេញភារកិច្ចរបស់ខ្លួនហើយថែមទាំងបានលាក់បាំងការពិតដែលរាជទីយាតត្រូវបានគេលបធ្វើឃាតដូច្នេះហើយទើបមិនអាចយាងមកចូលគាល់តាមរាជបញ្ជារបស់ព្រះអង្គបានរាជទីយាតទ្រង់ស្ទើរតែអស់ជីវិតនៅពេលដែលធ្វើដំណើរត្រឡប់មកវិញហើយតើពួកគេហេតុអីបានជាហ៊ានម្លេះនៅក្នុងការប្រឌិតរឿងដើម្បីបង្កចំនួនបែបនេះមិនថែមទាំងប៉ុណ្ណោះពួកគេបានផ្សព្វផ្សាយពាក្យចចាមអារាមថែមទៀតពួកគេបានផ្សព្វផ្សាយថាអ្នកដែលបានសាងសង់ប្រឡាយនឹងគ្រប់គ្រងទឹកដីទាំងមូលឯមនុស្សមួយចំនួនប្រហែលជាគិតថាពួកគេកំពុងតែព្យាយាមជួយឲ្យខ្ញុំម្ចាស់ឡើងធ្វើជាស្ដេចស្រីតែខ្ញុំម្ចាស់គិតថានេះគឺជាវិធីដែលជួយឲ្យខ្ញុំម្ចាស់ឆាប់ចុះនរកទៅវិញច្រើនជាងថ្ងៃនេះខ្ញុំនឹងនៅទីនេះដើម្បីសម្អាតរាល់មន្ទិលសង្ស័យទាំងអស់របស់អ្នកគ្រប់គ្នាខ្ញុំកងយីមូគឺជាអ្នកដែលបានរៀបចំការសាងសង់ព្រែកទាំងមូលហើយខ្ញុំដូចគ្នាដែលជាមនុស្សតែម្នាក់ដែលនៅពីក្រោយខ្នងរឿងទាំងអស់នេះប្រសិនបើមានរឿងអ្វីគឺសំដៅមកលើខ្ញុំតែម្នាក់បានហើយគុំសំដៅទៅរាជទីយាតអីទ្រង់មិនដឹងរឿងអ្វីទេចំណែកឯប្រជារាស្ត្រដែលតាមមកជាមួយនឹងយីមូវិញគឺនាំគ្នាស្រែកហូថាពួកទូបង្គំនឹងធ្វើរឿងគ្រប់យ៉ាងដើម្បីតែព្រះនាងរហូតដល់ដង្ហើមចុងក្រោយត្រូវហើយពួកយើងនឹងធ្វើគ្រប់យ៉ាងដើម្បីតែជួយព្រះនាងពួកយើងនឹងលះបង់ចំពោះព្រះនាងយីមូឯក្រុមរបស់មន្ត្រីហើយនៅមុខព្រះអង្គវិញគឺនាំគ្នាថាឈឺក្បាលខ្លាំងមែនទែនដោយសារតែប្រជារាស្ត្រនៅខាងយីមូចឹងហើយពិបាកដោះស្រាយបន្តិចដូចដែលយើងដឹងហើយថាគឺថាទឹកចិត្តប្រជារាស្ត្រគឺសំខាន់ខ្លាំងមែនទែនបើហ៊ានតែដោះស្រាយមិនស្រួលបួនហ្នឹងគឺគេនាំគ្នាបះបោរប្រឆាំងលើហើយចឹងហើយធ្វើជាស្ដេចម្នាក់នឹងមិនស្រួលទេមានតែរាសាមញ្ញដូចពួកយើងទេយើងស្រួលបន្តិច
Ôi đừng sao admin tên vậy chờ nó chờ mình đang tham mau xem lại rương rư còn mau tập bài ai bà có tên này ở ban chụp chụp to dương từ to sẽ hưởng dương và to tiết no ban hai ơi di mù anh chắc này vậy mình đang trong cái mộc សម្រាប់បណ្ដឹងទី3ខ្ញុំម្ចាស់ចង់ប្តឹងព្រះអង្គគឺខ្ញុំម្ចាស់ចង់ប្តឹងទ្រង់ព្រះអង្គក្នុងនាមទ្រង់ជាស្វាមីបានបរាជ័យនៅក្នុងការមើលថែនិងផ្ដល់ក្តីស្រឡាញ់ចំពោះម្ចាស់ក្សត្រីហើយក្នុងនាមទ្រង់ជាឪពុកទ្រង់បានបរាជ័យចំពោះបុត្រារបស់ទ្រង់ដែលជារាជយាទទ្រង់បែរជាស្ដាប់តាមការញុះញង់បង្កាច់បង្ខូចរបស់មនុស្សអាក្រក់ហើយបានបង្ខំឲ្យកូនខ្លួនឯងធ្លាក់ក្នុងស្ថានភាពប្រឈមនឹងសេចក្តីស្លាប់ជាចុងក្រោយក្នុងនាមទ្រង់ជាស្ដេចបានបរាជ័យសម្រាប់ការមិនអើពើអំពីសោកទុក្ខរបស់ប្រជារាស្ត្ររបស់ទ្រង់ ល្អណាស់កងយីមូចាប់តាំងពីយើងបានឡើងគ្រងរាជ្យបល្ល័ង្កយើងបានធ្វើការជារៀងរាល់ថ្ងៃដើម្បីតែកាត់បន្ថយពន្ធសម្រាប់ប្រជារាស្ត្រកែប្រែនិងធ្វើឲ្យប្រសើរឡើងនូវការប្រឡងធ្វើមន្ត្រីនិងជ្រើសរើសអ្នកដែលមានសមត្ថភាពនិងទេពកោសល្យដោយមិនខ្វល់ពីឋានៈនិងវណ្ណៈនោះទេមិនបានជាឯងថាយើងបរាជ័យនៅក្នុងនាមជាស្ដេចបែបនេះតើយើងមិនអើពើពីប្រជារាស្ត្ររបស់យើងដូចម្ដេចព្រះអង្គបានជាខ្ញុំម្ចាស់ថាទ្រង់មិនអើពើពីប្រជារាស្ត្ររបស់ទ្រង់នោះក៏ព្រោះតែទ្រង់ចង់បង្កើតសង្គ្រាមហើយក្នុងពេលនោះនៅពេលដែលប្រជារាស្ត្រទាំងអស់ដែលនៅជុំវិញកន្លែងហ្នឹងបានឮថានឹងមានសង្គ្រាមកើតឡើងអញ្ចឹងពួកគេនាំគ្នាអ៊ូអរឆោតឡោឡើងពេញនងអ្នកខ្លះថាវាមិននឹងអាចកើតឡើងបានទៅហើយមិនថេបានជាពួកគេអត់បានឮពីរឿងហ្នឹងពីមុនអីចឹងទៅបានជាប្រជារាស្ត្រនាំគ្នាភ័យនៅពេលដែលឮថាមានសង្គ្រាមកើតឡើងអញ្ចឹងដោយសារតែប្រកាសណាថានៅពេលដែលមានសង្គ្រាមអញ្ចឹងគេត្រូវតែប្រមូលកងទ័ពដើម្បីយកទៅច្បាំងនៅសមរភូមិជួរមុខហើយអញ្ចឹងហើយអ្នកដែលទៅច្បាំងហ្នឹងមានពីណាក្រៅពីក្រុមគ្រួសាររបស់ពួកគេនោះចឹងហើយបើមិនភ័យទៅចម្លែកហើយអ្នកដែលទៅច្បាំងហ្នឹងមិនប្រកាសថាមកវិញបានណាអ្នកខ្លះអស់ជីវិតនៅក្នុងសមរភូមិផងអូខេអញ្ចឹងយើងស្ដាប់នៅខាងវិជារាតែប៉ុណ្្នឹងបានហើយយើងទៅបន្តសាច់រឿងយើងតកងយីមូតើឯងចង់បានន័យថាម៉េចយើងគ្រាន់តែចង់ការពារប្រទេសរបស់យើងជាមួយនឹងការលះបង់បន្តិចបន្តួចតែប៉ុណ្ណោះតើយើងបានធ្វើអីខុសទៅហើយរឿងទាំងអស់ដែលបានកើតឡើងនេះវាគឺព្រោះតែមកពីឯងដែរមកពីឯងដែលជាអ្នកដែលបានបង្កើតអាវុធដែលមានគ្រោះថ្នាក់និងអាចគំរាមកំហែងដល់ទឹកដីរបស់យើងដូច្នេះហើយបើឯងបានដឹងហើយឆាប់ប្រកល់វាមកឲ្យយើងមកព្រះអង្គខ្ញុំម្ចាស់មិនបានដឹងទេថាតើជនក្បត់ម្នាក់ណាដែលបានរៀបរាប់ប្រាប់រឿងទាំងអស់នេះទៅដល់ទ្រង់អូត្រូវហើយតើវាមានបានប្រាប់ទ្រង់ទេថាតើវត្ថុនោះវាមានរូបរាងយ៉ាងដូចម្ដេចយើងមិនដឹងពីរូបរាងវាទេយើងគ្រាន់តែដឹងថាវាជាវត្ថុដែលអាចបំបែកភ្នំនិងបំផ្លាញអ្វីៗគ្រប់បែបយ៉ាងបានហើយគ្រាន់តែលឺអញ្ចឹងភ្លាមគឺថាយីមូសើចឡើងដោយមនុស្សវិកលចរិតចឹងណាកន្លែងហ្នឹង admin សើចអត់ចាញ់ទេអញ្ចឹងហើយស្មាគឹកខ្លួនឯងល្អណាស់បើសិនជាទ្រង់ចង់ឃើញវាទៅហើយអញ្ចឹងចាំខ្ញុំម្ចាស់បង្ហាញទ្រង់ឲ្យឃើញពីឥទ្ធិពលរបស់អាវុធនេះទៅចុះគ្រាន់តែនិយាយចាប់ភ្លាមគឺថាយីមូក៏បានដកយកគ្រាប់បែកនឹងយកចេញមកហើយបានប្រើវាបោះទម្លាក់ចូលទៅក្នុងព្រែកអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាមានអីកើតឡើងមែនអត់គឺមានអីក្រៅពីផ្ទុះហ្នឹងហើយប៊ូមអត់មានភ្ញាក់អីលេងការពារព្រះអង្គអេដមីនមើលទៅគ្មានរងរបួសស្អីទេខ្សាច់ទៅទឹកហ្នឹងជោគទៅអាវមើលទៅសុវ័យម្យ៉ាងដែរតាដូចចូលឆ្នាំខ្មែរនេះនៅគ្រឿងចូលឆ្នាំខ្មែរអញ្ចឹងដឹងឆ្នាំហ្នឹងអេដមីនបានលេងតាំងគេអត់ទេនេះអេដមីនដូចឈូឆរនឹងទឹកហ្នឹងដល់ហើយនិយាយថាអត់តចូលឆ្នាំខ្មែរផងគឺថាអ្នកចិត្តខាងបើអេដមីននាំគ្នាវាយសម្រុកធុងបាសប៉ុណ្ណឹងហើយចុះហ្មងចូលឆ្នាំខ្មែរទៀតដឹងអេដមីនបែកកតាជាប៉ុណ្ណាទេបានកុំបែកអារម្មណ៍អេដមីនកុំបែកអារម្មណ៍បន្តទៅរឿងតនៅក្នុងចិត្តរបស់ព្រះអង្គមើលចុះអាវុធនេះវាពិតជាមានឥទ្ធិពលខ្លាំងណាស់ប្រសិនបើយើងមានរបស់នេះយើងនឹងមិនចាំបាច់ខ្លាចការវាយប្រហាររបស់នគរលូយេទេហើយលើសពីនេះនោះដែលមានជំនួយពីអាវុធនេះយើងអាចបង្រួបបង្រួមភូមិភាគកណ្ដាលហើយខ្លាយទៅជាម្ចាស់នៃទឹកដីទាំងមូលបានហើយយើងត្រូវតែបានអាវុធនេះមិនថាលះបង់អ្វីក៏ដោយព្រះអង្គអូអត់ទេព្រះបិតាតើទ្រង់គិតយ៉ាងម៉េចដែរពីឥទ្ធិពលរបស់អាវុធមួយនេះវាពិតមែនហើយថាអាវុធនេះគឺវាមានឥទ្ធិពលខ្លាំងក្លាតែបិតាក្រឡេកទៅមើលមនុស្សជុំវិញរបស់បិតាចុះមើលពួកប្រជារាស្ត្រដែលភ័យខ្លាចនេះចុះទ្រង់មានដឹងទេថានៅពេលដែលវាត្រូវបានប្រើនៅក្នុងសង្គ្រាមប្រទេសផ្សេងទៀតនឹងព្យាយាមផលិតវាដែរហើយនៅពេលនោះទឹកដីទាំងមូលនឹងត្រូវបានបំផ្លិចបំផ្លាញមុនពេលដែលទ្រង់បានក្លាយទៅជាម្ចាស់នៃភូមិភាគកណ្ដាលនេះទៅទៀតតើព្រះបិតាចង់ក្លាយទៅជាអ្នកគ្រប់គ្រងទឹកដីភូមិភាគកណ្ដាលធ្វើអីទៅវាគ្មានន័យអីទេព្រះបិតាប្រសិនជាបិតាពិតជាយកអាវុធនេះទៅធ្វើសង្គ្រាមមែននោះពិភពលោកទាំងមូលនេះនឹងខ្ទេចខ្ទីអស់ហើយខ្ញុំម្ចាស់បានធ្វើបាបកម្មហើយព្រោះតែខ្ញុំបានកាន់អាវុធគ្រោះថ្នាក់នៅក្នុងដៃហើយបានធ្វើរឿងជាច្រើនដូច្នេះហើយខ្ញុំនឹងមិនអាចសាងកំហុសដដែលនេះនោះទេខ្ញុំមិនព្រមប្រើវាដើម្បីធ្វើសង្គ្រាមទេត្រូវហើយតាមពិតខ្ញុំមិនគួរណាប្រើវាតាំងពីដំបូងម្ល៉េះបើដូច្នេះ
ម្ចាស់បងកុងឆេទ្រង់ក៏មិនចាំបាច់រងទុក្ខពីការសង្ស័យនិងចោទប្រកាន់នានាដែរហើយគាត់ក៏មិនចាំបាច់ធ្លាក់ខ្លួនក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះរឿងមួយទៀតកុងជឺឲ្យបងសុំទោសដែលធ្វើឲ្យឯងជាប់ជាចំណាត់ខ្មាំងហើយមិនអាចទទួលជំនួយបានតាំងពីដំបូងបងមិនគួរណាឲ្យឯងទៅទេព្រះបិតាខ្ញុំម្ចាស់ខុសហើយខ្ញុំសុខចិត្តទទួលយកការផ្ដន្ទាទោសទាំងអស់ប៉ុន្តែខ្ញុំគ្រាន់តែចង់សួរត្រង់មួយសំណួរប៉ុណ្ណោះមុនពេលដែលខ្ញុំម្ចាស់ត្រូវបានកាត់ទោសបិតាតើបិតាដែលចាត់ទុកខ្ញុំម្ចាស់ជាបុត្រីរបស់ទ្រង់ដែរឬទេគ្រប់គ្រាន់ហើយការចាត់ប្តឹងរបស់ឯងយើងបានទទួលហើយតើឯងនៅចង់បានអីទៀតអត់ទេបិតាខ្ញុំម្ចាស់នៅមានសំណូមពរ3ទៀតខ្ញុំម្ចាស់សូមអង្វរបិតាសូមទ្រង់សម្រេចបំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំផងទៅបំណងទី1របស់បុត្រនោះគឺមនុស្សនៅទីនេះទាំងអស់ត្រូវបានបោកប្រាស់ដោយបុត្រហើយបាននាំពួកគេមកទីនេះដូច្នេះពួកគេគ្មានកំហុសទេព្រះពរសូមកំដាក់ទោសពួកគេអីព្រះនាងយីមូពួកទូលបង្គំសូមអរគុណព្រះនាងខ្លាំងណាស់អរគុណខ្លាំងណាស់ព្រះនាងដែលជួយជីវិតរបស់ពួកទូលបង្គំឯបំណងទី2របស់បុត្រនោះគឺជីវិតរបស់រាជទាយាទគឺស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយទេខ្ញុំម្ចាស់សង្ឃឹមថាទ្រង់នឹងអនុញ្ញាតឲ្យម្ចាស់ក្សត្រីចេញទៅមើលថែរក្សារាជទាយាទហើយសូមឲ្យបិតាទទួលស្គាល់គុណសម្បត្តិរបស់ម្ចាស់បងកុងឆេហើយផ្ដល់ឲ្យគាត់នូវរង្វាន់ដែលគាត់សមនឹងទទួលបានផងទៅចុះចំណែកឯបំណងចុងក្រោយរបស់ខ្ញុំម្ចាស់នោះគឺកុងជឺគេគឺជាមនុស្សស្លូតត្រង់គេគ្មានកំហុសទេបិតាក៏ដឹងហើយថាគេគឺឯកោតាំងពីក្មេងហើយជាបុត្រជាមនុស្សតែម្នាក់គត់ដែលបានមើលថែគេដូច្នេះហើយបុត្រសង្ឃឹមថាទ្រង់នឹងថែរក្សាគេឲ្យបានល្អជំនួសបុត្រីម្នាក់នេះផងទៅចុះសូមបិតាកុំទុកគេឲ្យនៅតែម្នាក់ឯងម្ដងទៀតអីព្រោះថាគេក៏ចង់បានក្តីស្រឡាញ់ពីទ្រង់ដែរមើលថែជំនួសឯងឬឯងចង់បានន័យថាម៉េចបិតាទ្រង់មិនយល់ទេហើយនៅពេលដែលយីមូកំពុងតែសើចនោះគឺថាសំពៅក៏បានផ្ទុះហើយមនុស្សគ្រប់គ្នាក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនមិនព្រោះអីមិននឹកស្មានថាយីមូរបស់យើងនឹងហ៊ានបំផ្ទុះសម្រាប់ខ្លួនឯងឯងហើយអ្នកដែលភ័យជាងគេនោះគឺថាជាព្រះអង្គដោយសារតែអត់ទាន់បានយកលវោដែលខ្លួនចង់បានសម្រេចផងគឺថាយីមូបានបំផ្លាញវាចោលអស់បាត់ហើយនឹងហើយណាមួយអេដមីនមើលទៅព្រះអង្គពេលហ្នឹងលក្ខណៈថាភ្ញាក់ខ្លួនដែរដោយសារតែមើលទៅមិនមែនគិតថាយីមូជាសត្រូវសុទ្ធទេគឺយាយណាក៏មានក្តីស្រឡាញ់ថាធ្លាប់ចាត់ទុកថាជាកូនរបស់ខ្លួនអីចឹងទៅតែយីមូវិញគឺថានៅតែនិយាយពាក្យថាបិតាទ្រង់មិនដឹងទេថាសំពៅក្បាលនាគនេះវាគឺជាអំណោយដែលខ្ញុំម្ចាស់បានរៀបចំឡើងថានឹងប្រកល់វាជាអំណោយចម្រើនប្រជជនរបស់ទ្រង់តែរឿងដែលទ្រង់បានធ្វើនោះគឺវាធ្វើឲ្យខ្ញុំម្ចាស់អស់សង្ឃឹមខ្លាំងណាស់រឿងគ្រប់យ៉ាងវាបានកើតឡើងហើយចឹងហើយស្ដាយក្រោយក៏លែងមានន័យដែរអំណោយនេះខ្ញុំពិតជាធ្វើទាំងសុទ្ធតែចិត្តដើម្បីតែប្រកល់វាឲ្យទ្រង់តែពេលនេះខ្ញុំឡើងចង់ប្រកល់វាឲ្យទៅទ្រង់ទៀតហើយបើវត្ថុគ្មានតម្លៃបែបនេះទៅហើយអញ្ចឹងវាគួរតែត្រូវបានបំផ្លាញទៅតាមម្ចាស់របស់វាដូចគ្នាលីហើយបិតាឯព្រះអង្គវិញគឺថានៅពេលបានឃើញអញ្ចឹងបានលឺអញ្ចឹងហើយគឺថាស្ដាយយីមូមែនតែនព្រោះថាខ្លួនមិនគួរណាគិតខុសចំពោះបុត្រខ្លួនឯងអីអញ្ចឹងទៅតែថាដោយដែលពាក្យយីមូបាននិយាយចុងក្រោយអញ្ចឹងគឺថាស្ដាយក្រៅគឺលែងមានន័យហើយអូខេអ្នកទាំងអស់គ្នាមិនដែរភាគទី47ហ្នឹងគឺថាក្តុកក្តួលអារម្មណ៍មាត់ហើយថាតើយីមូរបស់ពួកយើងនឹងស្លាប់ពិតមែនឬចឹងហើយចម្ងល់នឹងត្រូវបានលាតត្រដាងនៅភាគទី48ដែលជាភាគបន្តដូច្នេះចាំតាមដានជាមួយនឹង admin នៅភាគបន្តទៀតណាតែមុននឹងចេញពីវីដេអូរបស់ admin កុំភ្លេចជួយចុច like និង subscribe YouTube channel របស់ admin ផងណាដូច្នេះ admin សូមអរគុណនិងសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ